សូមជម្រាបសួរពេលនេះយើងមកអានបន្តទៀតនៅសៀវភៅប្រតិទិនទស្សនៈ365ថ្ងៃចាត្រង់ចំណុចថ្ងៃទី20ខូចនឹងប្រុសអស់ព្រហ្មចារីខូចនឹងស្រីខ្លីវិជាស្ត្រីជាម្ដាយម្នាក់ចំណាយពេលវេលាបង្កើតនិងចិញ្ចឹមថែរក្សាកូនប្រុសអស់រយៈពេលរាប់ឆ្នាំប៉ុន្តែមាននារីវ័យក្មេងម្នាក់បានចំណាយពេលត្រឹមតែ20នាទីក៏អាចធ្វើឲ្យកូនប្រុសរបស់គាត់ឈួតដោយសារតែស្នេហាដែរម៉ែស្រក់ទឹកភ្នែកព្រោះកូនតែកូនប្រុសស្រក់ទឹកភ្នែកព្រោះស្រីម៉ែលះបង់គ្រប់យ៉ាងដើម្បីកូនតែកូនប្រុសលះបង់គ្រប់យ៉ាងដើម្បីស្រីម៉ែចិញ្ចឹមអប់រំកូនរាប់ឆ្នាំតែកូនប្រុសបែរជាឈួតនឹងស្រីត្រឹមតែ20នាទីលើលោកយើងនេះពិតជាមានយុត្តិធម៌តែគ្មាននិយមឬស្តង់ដារយុត្តិធម៌ទេបុរាណខ្មែរបានប្រដៅកូនចៅថាមានកូនប្រុសប្រៀបដូចជាព្រាយក្បាល8ឯមានកូនស្រីប្រៀបដូចជាក្រឡប្រហុកមុខផ្ទះមនុស្សប្រុសបើម្ដាយណែនាំកុំឲ្យទៅខ្វល់នឹងស្រីគេនឹងទៅខ្វល់នឹង10ស្រាឬបើណែនាំកុំឲ្យទៅខ្វល់នឹង10ស្រាគេនឹងទៅរកលបែងចំណែកឯស្ត្រីវិញមិនមែនមាសទឹក10តែអាចហៅបានត្រឹមតែជាមាសទឹក8ប្រៀបដូចជាបុប្ផារុះរយហើយគង់ពិបាកនឹងរីកស្គុះស្គាយវិញបានទេនារីដែលខូចនឹងប្រុសប្រកាសជាអស់ព្រហ្មចារីហើយបើប្រុសខូចនឹងស្រីប្រកាសជាខ្លីវិជាថ្ងៃទី21ខែមករាកុំយកភ្នែកសងភ្នែកមហាថ្មគុន្ធីពោលថាបើយកភ្នែកទៅសងនឹងភ្នែកគឺនឹងបង្កើតមនុស្សពិការភ្នែកមួយផែនដីសម្ដេចសង្ឃដាឡៃឡាម៉ាមានសង្ឃលេខាថាសង្គមមិនត្រូវស្អប់អ្នកដែលធ្លាប់ធ្វើខុសនិងអ្នកដែលជាអក្រិតជនឡើយពីព្រោះពួកគេក៏ជាមនុស្សដែលជាសមាជិកមួយរបស់សង្គមដូចយើងដែរតាមពិតពួកគេក៏អាចផ្លាស់ប្ដូរបានដូចយើងដែរប៉ុន្តែរឿងសំខាន់យើងត្រូវនាំក្តីសង្ឃឹមនិងការប្រឹងប្រែងមកឲ្យពួកគេអាចកសាងជីវិតថ្មីរបស់ខ្លួនបានតាមពិតទៅយើងគួរតែដកចិត្តស្អប់ស្រឡាញ់ចេញសិនហើយបន្ទាប់មកព្យាយាមសិក្សាពីប្រភពនៃបញ្ហាវិញម្ដងថាតើហេតុអ្វីបញ្ហានេះកើតឡើងដោយបែបនេះលើលោកយើងនេះបញ្ហាវាតែងមានឫសគល់ដើមឬក៏ហេតុខាងដើមនៃបញ្ហាពេលដែលយើងបានយល់ច្បាស់ពីហេតុនៃបញ្ហាឬឫសគល់បញ្ហាគឺថាយើងនឹងលែងមានភាពស្អប់ស្រឡាញ់ទៀតហើយថ្ងៃទី22តម្លៃពិតនៃជីវិតគឺពុំមែនជាចំនួនឆ្នាំនៃការរស់នៅឡើយចុងបញ្ចប់នៃជីវិតគឺមិនមែនជាចំនួនឆ្នាំដែលយើងរស់នៅក្នុងជីវិតនោះទេប៉ុន្តែជាគុណភាពនៃជីវិតដែលយើងរស់នៅជីវិតមានតម្លៃខ្លាំងណាស់ហើយវានឹងកាន់តែមានន័យនៅពេលដែលយើងចេះរស់នៅដើម្បីអ្នកដទៃជីវិតដែលរស់នៅដើម្បីតែខ្លួនឯងគឺជាជីវិតឯកោតែជីវិតដែលរស់នៅដើម្បីជួយអ្នកដទៃគឺពុំឯកោឡើយអ្នកប្រាជ្ញបារាំងម៉ុងតេស្គីយ៉ឺបានពោលថាតម្លៃពិតរបស់ជីវិតវាពុំមែនស្ថិតនៅលើចំនួនថ្ងៃដែលយើងរស់នៅឡើយប៉ុន្តែវាស្ថិតនៅលើការដែលយើងចេះប្រើប្រាស់ចំនួនថ្ងៃទាំងនោះឲ្យមានតម្លៃមនុស្សអាក្រក់ខ្លះអាចរស់នៅបានយូរយារប៉ុន្តែជីវិតរបស់គេមានតម្លៃតិចតួចណាស់បើយកជីវិតទៅដោះដូរយកតម្លៃជីវិតយើងនឹងបានតម្លៃពិតនៃជីវិតបើយើងយកជីវិតទៅដោះដូរនឹងការសិក្សាយើងនឹងទទួលបាននូវចំណេះដឹងហើយបើយកចំណេះដឹងទៅធ្វើសេចក្តីល្អយើងនឹងគេងលក់ស្រួលនៅពេលយប់ជាងមនុស្សអាក្រក់ថ្ងៃទី23អវិជ្ជាគឺជាប្រភពនៃអកុសលហេតុអ្វីបានជាព្រះពុទ្ធសម្ដែងថាអវិជ្ជាគឺជាប្រភពនៃអកុសលទាំងឡាយក្នុងគម្ពីរកូរ៉ាន់ក៏អះអាងស្រដៀងគ្នាដែលថាចំណេះវិជ្ជាគឺជាឫសគល់នៃសេចក្តីល្អតែអវិជ្ជាគឺជាឫសគល់នៃសេចក្តីអាក្រក់មនុស្សល្ងងលង់ជឿនឹងសាសនាអាចនឹងបង្កើតឲ្យមានភេរវកម្មមនុស្សល្ងងកាន់អំណាចក្នុងដៃអាចនឹងសង្កត់សង្កិនផ្ដាច់ការមនុស្សល្ងងប្រើប្រាស់សិទ្ធិសេរីភាពអាចនឹងបង្កើតភាពវឹកវរមនុស្សល្ងងមានលុយអាចបង្កើតភាពមិនស្កប់ស្កល់លោភលន់និងពុករលួយហើយមនុស្សល្ងងរស់ក្នុងភាពក្រីក្រគឺអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មនានាមនុស្សយើងបើគ្រាន់តែរស់តើហេតុអ្វីមិនរស់ឲ្យត្រឹមត្រូវតើអ្វីទៅជាគោលដៅនៃជីវិតក្នុងអត្ថភាពជាមនុស្សនៅលើផែនដីនេះគោលដៅនៃជីវិតគឺសុភមង្គលហើយមនុស្សខុសគ្នាតែងខិតខំស្វែងរកនិយមន័យនៃភាពជោគជ័យខុសគ្នាតើសេចក្តីសុខនៅឯណាតើសុភមង្គលនៅឯណាព្រះពុទ្ធទ្រង់សម្ដែងថាគ្មានផ្លូវដើរទៅរកសុភមង្គលទេប៉ុន្តែមានតែសុភមង្គល
សុភមង្គលមិននៅទីណាឆ្ងាយទេគឺវានៅតែក្នុងខ្លួនយើងគ្រប់គ្នានេះឯងយើងគ្រាន់តែដកពាក្យផ្លូវចេញគឺយើងនឹងបានជួបសុភមង្គលពីព្រោះសុភមង្គលគឺនៅក្នុងខ្លួនមនុស្សគ្រប់គ្នាហើយសូមកុំខំប្រឹងដើររកកន្លែងណាផ្សេង24សារល្បងប្រជែងនឹងជីវិតទស្សនវិទូក្រិកសូក្រាតពោលថាជីវិតដែលគ្មានការដកបទពិសោធន៍ចំពោះការរស់នៅគឺមិនសមនឹងរស់ទេពេលខ្លះយើងខ្លាចការបង្កើតកំហុសរហូតដល់យើងគ្មានភាពបរាជ័យដើម្បីយកមករៀនសូត្រតើហេតុអ្វីបានជាទស្សនវិទូសូក្រាតនិយាយបែបនេះចម្លើយគឺចង់មានន័យថាក្នុងជីវិតមនុស្សម្នាក់គួរតែចេះសាកល្បងនៅរឿងដែលពុំអាចទៅរួចឬប្រឹងប្រែងពិសោធន៍នឹងជីវិតក្នុងជាតិនេះមនុស្សគ្មានតម្លៃរស់នៅដើម្បីតែស៊ីតែមនុស្សមានតម្លៃគឺស៊ីដើម្បីរស់ជីវិតនេះមានតម្លៃនៅក្នុងការសាកល្បងមានតម្លៃក្នុងការប្រឹងប្រែងនិងមានតម្លៃក្នុងការធ្វើរឿងអស្ចារ្យប៉ុន្តែត្រូវសាកល្បងរឿងដែលនាំតម្លៃត្រឹមត្រូវដល់ទាំងខ្លួនឯងផងនិងអ្នកដទៃផងចំពោះយុវសិស្សនិងយុវនិស្សិតគួរតែសួរសំណួរខ្លួនថាបើខ្ញុំសាកល្បងប្រឹងប្រែងរៀនតើអាចស្លាប់ទេបើខ្ញុំខំប្រឹងប្រែងក្នុងជីវិតនេះតើនឹងមានរឿងអ្វីកើតឡើងទៀតទស្សនវិទូម្នាក់និយាយថាគ្មាននរណាម្នាក់ត្រូវស្លាប់ដោយសារតែការខំប្រឹងប្រែងឡើយសូមកុំខ្លាចត្រូវតែហ៊ាននិងក្លាហានជានិច្ចបើខុសត្រូវរៀនបើបរាជ័យទុកជាមេរៀនមនុស្សធម្មតារៀនពីកំហុសឆ្គងខ្លួនឯងពីអតីតកាលមនុស្សឆ្លាតយកមេរៀននៃកំហុសឆ្គងរបស់អ្នកដទៃមកសិក្សារៀនសូត្រពីព្រោះមនុស្សឆ្លាតយល់ថាខ្លួនគ្មានពេលវេលាច្រើនដើម្បីបង្កើតកំហុសទេមនុស្សកាន់តែឆ្លាតគឺការពារកំហុសឆ្គងកុំឲ្យកើតឡើងទោះបីជាយ៉ាងណាក៏ដោយខុសក៏ខុសចោះតែកុំភ្លេចកែកំហុសផងពីព្រោះថាការខុសមួយថ្ងៃគឺមិនមែនមានន័យថាខុសមួយជីវិតទេការបង្កើតកំហុសឆ្គងទោះជាដោយចេតនាឬអចេតនាក្តីគឺជាបរាជ័យមួយតូចតែការមិនព្រមរៀនសូត្រពីកំហុសនិងការមិនព្រមកែកំហុសគឺជាបរាជ័យមួយធំ25ជីវិតគឺជាជម្រើសតាមពិតទៅលក្ខខណ្ឌនិងស្ថានភាពខាងក្រៅរបស់យើងពុំមែនជាអ្នកកំណត់វាសនាជីវិតរបស់យើងឡើយតែគឺជាការសម្រេចចិត្តចេញពីខាងក្នុងរបស់យើងទៅវិញទេជីវិតគឺជាជម្រើសប៉ុន្តែយើងត្រូវតែឆ្លាតនៅក្នុងការជ្រើសរើសលទ្ធផលនៃស្ថានភាពជីវិតយើងគឺបានមកពីលទ្ធផលនៃការគិតពីខាងក្នុងរបស់យើងហើយបន្ទាប់មកបង្កើតបានជាការសម្រេចចិត្តមនុស្សមិនអាក្រក់ទេតែគំនិតក្នុងខ្លួនមនុស្សទេតើដែលមិនល្អមនុស្សមិនបរាជ័យឡើយប៉ុន្តែគឺចិត្តគំនិតក្នុងខ្លួនមនុស្សឯណោះទេដែលបរាជ័យគំនិតគឺជាកំណើតតែបើគំនិតមិនកើតកំណើតក៏ពិតជាមិនអាចភ្លឺបានដែរបើចង់ឲ្យជីវិតជោគជ័យសូមតែជួបអ្នកមានទ្រព្យនិងអ្នកមានគំនិតវិជ្ជមានប៉ុន្តែបើចង់ឲ្យជីវិតមានន័យចូលទៅជួយអ្នកក្រនិងជួយអ្នកមានគំនិតអវិជ្ជមានIt is your decision and not your condition that determine your destiny. Anthony Robbins 26ចិត្តឥតរំជើបសញ្ញានៃភាពចម្រុងចម្រើនលូតលាស់ផ្នែកគតិបណ្ឌិតនិងទស្សនវិជ្ជាគឺពេលដែលយើងគ្មានការរំភើបញាប់ញ័រចំពោះការប្រមាថការទានឬការសរសើរលើកតម្កើងពេលយើងបរាជ័យជីវិតរបស់យើងមិនអាក្រក់ដូចអ្វីដែលអ្នកដទៃនិយាយឬដូចអ្វីដែលយើងបានគិតវិនិច្ឆ័យខ្លួនឯងឡើយពេលយើងជោគជ័យយើងក៏មិនល្អដូចអ្វីដែលអ្នកដទៃបញ្ចូលយើងឬដូចអ្វីដែលយើងកំពុងតែមានមោទកភាពដាច់បង្ហាចំពោះខ្លួនឯងដែរជាទូទៅសេចក្តីទុក្ខធំបំផុតគឺជាការមិនចេះអត់ទ្រាំនិងសេចក្តីលំបាកទុក្ខព្រួយការប្រមាថនិងការមិនចេះទប់ខ្លួនឯងគ្មាននរណាម្នាក់អាចរកផ្លូវទៅឋាននរកឃើញទេឬឋាននរកគ្មានផ្លូវទៅទេលុះត្រាណាតែបុគ្គលនោះតាំងចិត្តកាយប្រព្រឹត្តអំពើអាក្រក់27គំនិតបង្កើតមនុស្សភាពជាអ្នកឈ្នះឬអ្នកចាញ់មិនមែនកើតមកជាមួយកំណើតមនុស្សទេតែវាកើតចេញពីការគិតរបស់មនុស្សកវីអង់គ្លេស William Shakespeare និយាយថាពិភពលោកនេះត្រូវគ្រប់គ្រងដោយគំនិតការឈឺចាប់កើតឡើងពីគំនិតហើយវាក៏រលត់ទៅវិញតាមពេលវេលានិងការឈឺចាប់ធ្វើឲ្យមនុស្សផ្លាស់ប្ដូរប៉ុន្តែចំពោះការផ្លាស់ប្ដូរវាឥតផ្លាស់ប្ដូរទេគំនិតគឺជាអ្នកបង្កើតមនុស្សហើយបើយើងដឹងថាខ្លួនឯងកំពុងតែគិតខុសសូមឆាប់បដូរការគិតមកត្រូវវិញ
តែបើមិនចេះបដូរការគិតទេសូមគ្រាន់តែឈប់គិតអវិជ្ជមានបើមិនអាចបញ្ឈប់ការគិតអវិជ្ជមានបានទេគឺសូមចេះត្រឹមតែទទួលយកក៏បានដែរទឹកល្អក់ត្រូវការពេលវេលាដើម្បីឲ្យថ្លាវិញហើយមេរោគក្នុងគំនិតខ្លះត្រូវការពេលវេលាដើម្បីឲ្យជ្រះថ្លាបរិសុទ្ធវិញដូចគ្នា Winners and losers aren't born they are the products of how they think Lou Holtz 28ពិការអ្វីអាចពិការបានតែកុំពិការចិត្តនិងគំនិតបើយើងយកការដកដង្ហើមធំនិងសេចក្តីខ្វល់ខ្វាយតានតឹងទាំងឡាយមកដាក់នៅលើសៀវភៅនោះវាប្រសើរជាងការទៅត្អូញត្អែដាក់លើអ្នកដទៃយើងតែងមានអារម្មណ៍ថាខ្លួនឯងគួរឲ្យអាណិតពីព្រោះតែដៃទាំងពីររបស់យើងពោពេញទៅដោយស្នាមរបួសនៃការតស៊ូរហូតដល់ថ្ងៃណាមួយយើងបានជួបមនុស្សដែលគ្មានសូម្បីតែដៃប៉ុន្តែគេនៅតែមានការតស៊ូយើងតែងតែមានអារម្មណ៍អាណិតខ្លួនឯងពីព្រោះយើងពាក់ស្បែកជើងដាច់រហែករហូតដល់ថ្ងៃណាមួយយើងបានជួបនឹងមនុស្សដែលគ្មានសូម្បីតែជើងប៉ុន្តែគេនៅតែអាចដើរទៅមុខបានខ្ញុំគឺជាមនុស្សខ្សោយមែនគឺខ្សោយព្រោះតែខ្ញុំគឺជាមនុស្សដែលគ្មានសញ្ញាបត្របរិញ្ញាគ្មានសញ្ញាបត្រថ្នាក់អនុបណ្ឌិតគ្មានសញ្ញាបត្រថ្នាក់បណ្ឌិតនិងគ្មានកិត្តិយសនៅក្នុងសង្គមតែខ្ញុំមិនមែនជាជនរងគ្រោះទេខ្ញុំតែងតែស្ដាប់ការត្អូញត្អែពីមនុស្សដែលមានការអប់រំខ្ពស់ទាំងឡាយនិយាយពីបញ្ហាជីវិតប្រាប់ខ្ញុំជារឿយៗថាជីវិតគេលំបាកនិងកំសត់ណាស់ប៉ុន្តែចំពោះខ្ញុំវិញខ្ញុំអត់ត្រូវការឲ្យនរណាម្នាក់មកអាណិតខ្ញុំទេហើយខ្ញុំក៏មិនចង់ទទួលងារជាជនរងគ្រោះឬជាជនគួរឲ្យអាណិតដែរសូមចងចាំថាការបានកើតជាមនុស្សលោកម្នាក់នឹងគេគឺសំណាងជាងសត្វលោកទាំងពួងពីព្រោះមនុស្សគឺជាសត្វចម្រើននិយមឬវឌ្ឍនិយមឬ being of progressivism ដូច្នេះចូលខំប្រឹងខិតខំប្រឹងប្រែងប្រព្រឹត្តទង្វើជាមនុស្សដែលតែងតែដើរទៅមុខរកភាពចម្រើនរុងរឿងជានិច្ច29ប្រើសន្តិភាពឲ្យមានប្រសិទ្ធភាពចូលប្រើពេលវេលាសន្តិភាពឲ្យមានប្រសិទ្ធភាពគ្រប់សមរភូមិសង្គ្រាមសង្គមទាំងឡាយតែងបញ្ចប់ទៅវិញដោយសន្តិភាពគ្រាន់តែមុននឹងក្រោយប៉ុណ្ណោះពេលវេលាសន្តិភាពតិចតួចយ៉ាងណាក្តីគឺត្រូវទាញយកប្រយោជន៍ត្រូវខិតខំស្ដារស្ថានភាពនៃជីវិតត្រូវសិក្សាអតីតកាលឡើងវិញធ្វើសកម្មភាពបច្ចុប្បន្នរៀបចំអនាគតនិងកុំចំណាយពេលសប្បាយដាច់បង្ហាភ្លេចខ្លួននិងភ្លេចការឈឺចាប់អតីតកាលឲ្យសោះសុភាសិតពោលថាពេលក្រកុំអស់សង្ឃឹមពេលមានកុំភ្លើតភ្លើនកុំភ្លេចខ្លួនកុំភ្លេចអត្តសញ្ញាណខ្លួននិងកុំភ្លេចអ្នកមានគុណខ្លួនអ្នកមានគុណរបស់ជនសង្គមគឺជាតិទឹកដីនិងប្រវត្តិសាស្ត្រការរៀនពីប្រវត្តិសាស្ត្រមិនថាជាប្រវត្តិសាស្ត្រមនុស្សឬក៏ប្រទេសគឺមិនមែនរៀនដើម្បីស្អប់ឬដើម្បីស្រឡាញ់ទេតែរៀនដើម្បីកុំឲ្យជន់ដានចាស់បើភ្លេចប្រវត្តិសាស្ត្រគឺប្រវត្តិសាស្ត្រនឹងកើតម្ដងទៀតជន់ដានចាស់កុំភ្លេចការឈឺចាប់សង្គមបិទបើមិនអញ្ចឹងទេសេចក្តីឈឺចាប់សង្គមនឹងអាចនិមិត្តខ្លួនឡើងម្ដងទៀតដល់យើងឬអាចកើតឡើងដល់អនុជនជំនាន់ក្រោយរបស់យើងបុរាណខ្មែរបានពោលថាកុកអាចភ្លេចចុងតែចុងពុំដែលភ្លេចកុកទេ30ខ្លាំងព្រោះមិនបោះបង់បណ្ឌិត Samuel Johnson ពោលថាកិច្ចការអស្ចារ្យមិនមែនបានមកដោយសារភាពខ្លាំងអស្ចារ្យរបស់យើងនោះទេតែបានមកដោយសារការតស៊ូននៀលយ៉ាងអស្ចារ្យរបស់យើងអាចឈ្នះដោយសារភាពខ្លាំងហើយយើងក៏អាចចាញ់ដោយសារការបោះបង់បានដែរខ្លាំងគឺល្អតែមិនងាយបោះបង់ចោលគឺល្អជាងហើយបើខ្លាំងបូកនឹងមិនងាយបោះបង់ចោលគឺខ្លាំងអស្ចារ្យមនុស្សខ្លាំងពិតប្រាកដគឺជាមនុស្សពូកែតស៊ូដល់ដំណាក់កាលចុងក្រោយដំណក់ឈាមចុងក្រោយហើយការតស៊ូអត់ធ្មត់គឺជារូបមន្តចុងក្រោយនៃភាពជោគជ័យពេលខ្លះយើងដើរទៅមុខទាំងឈឺពេលខ្លះយើងដើរទៅមុខទាំងទឹកភ្នែកពេលខ្លះយើងត្រូវដើរទៅមុខទាំងស្រកឈាមតែការតស៊ូគង់បានសម្រេចពីព្រោះតែឲ្យតែយើងតស៊ូនឹងការលំបាកក្នុងជីវិតពេលនេះនោះជីវិតនឹងងាយស្រួលនៅពេលអនាគតមានតែអ្នកធ្លាប់ញ៉ាំអំបិលនិងស្ករប៉ុណ្ណោះ
ដែលដឹងជាតិប្រៃនិងផ្អែមតែមនុស្សក្រៅពីនោះសូមស្ដាប់ហើយនឹងរៀនពីទ្រឹស្ដីនេះសិនចុះសូម្បីតែខ្ញុំខ្លួនឯងជាអ្នកសរសេរក៏មិនអាចអង្គុយសម័យសរសេរឬក៏បានគេងយល់សប្តិពីយប់ហើយបន្ទាប់មកសរសេរចេញនោះទេតែដោយសារបទពិសោធន៍ជាក់ស្ដែងក្នុងជីវិត Great work are performed not by strength but by perseverance Samuel Johnson ចប់ទស្សនៈខែមករា